បង្កើតជាគោលនយោបាយបង្កើតជាវគ្គប្រដាល់ផ្សេងៗដើម្បីជួយជំរុញអភិវឌ្ឍបងប្អូនដែលជាម្ចាស់អាជីវកម្មដើម្បីធ្វើธุរកិច្ចទៅបានប្រាក់ចំណេញបានចំណូលបងប្អូនជួយរដ្ឋបានលុយមកយកបង្កើតវគ្គប្រដាល់ដូចថ្ងៃនេះចឹងយើងបាត់ចឹងគឺបានមកពីលុយហ្នឹងគឺលុយហ្នឹងហើយចឹងគឺវិលជុំចឹងជាការស្វាគមន៍ហើយជាការលើកទឹកចិត្តខ្ញុំសូមបន្តលើកទឹកចិត្តដល់ខាងការទាំងអស់ដែលបានជើញចូលរួមទទួលសកម្មភាពនេះសូមបន្តអភិវឌ្ឍចំណេះនិងជំនាញរបស់ខ្លួនបន្ថែមទៀតដើម្បីយកទៅជួយខ្លួនឯងផងយកទៅជួយសង្គមផងសង្គមនឹងត្រង់ណាគឺបង្កើតការងារជូនទៅដល់បងប្អូនសិស្សនិស្សិតដែលគាត់រៀនចប់ត្រូវការការងារធ្វើពីមួយឆ្នាំទៅមួយឆ្នាំមានច្រើនអញ្ចឹងគឺបងប្អូនធ្វើការងារជោគជ័យបងប្អូនបង្កើតការងារបើម្នាក់បង្កើតបានមួយឆ្នាំ10អញ្ចឹងបើសិនជាមាន10នាក់បង្កើតការងារបានប្រហែលនេះហើយគឺជាចំណុចវិទ្យាសាស្ត្រដែលខ្ញុំទទួលនៅជាសំណពរថាគួរតែខំប្រឹងអភិវឌ្ឍខ្លួនឯងដើម្បីអីខ្លួនឯងផងសង្គមផងនិងប្រទេសជាតិខ្ញុំលើកពីមុនហ្នឹងគឺពាក់ព័ន្ធជាមួយការយើងជួយបងប្អូនយើងបានបងប្អូនច្រើនរត់មានលុយច្រើនបង្កើនប្រាក់ខែដល់ប្រទេសការបានច្រើនយកទៅអភិវឌ្ឍផ្លូវភ្លើងខ្នងធនធានមនុស្សយើងឲ្យបានកាន់តែប្រសើរចឹងធនធានមនុស្សពីមុនយើងអាចចាប់អារម្មណ៍រឿង digital តែនៅក្នុងអាណត្តិទី7នេះគឺ digital គឺជាមុខមួយដែលសំខាន់ដែលសម្ដេចទឹកបរិយបានដាក់ចូលទៅក្នុងយុទ្ធសាស្ត្រគោលនយោបាយរួមទាំងម្ដងដាក់ជាតិគឺបញ្ចូលមុំសេដ្ឋកិច្ច digital នេះគឺសំខាន់មែនទែនចឹងនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់បញ្ជាក់និងរំលឹកជូនថាយើងបានជួបជុំថ្ងៃនេះបទវគ្គនេះគឺការចេញពីការរួមគ្នារវាងរដ្ឋាភិបាលនិងផ្សេងជនដើម្បីមានឱកាសមួយដើម្បីបង្កើតជាថ្នាលប្រដាជូនទៅដល់បងប្អូនទាំងអស់ហើយសង្ឃឹមថាបងប្អូនទៅវិញនឹងជាយាមយកទៅអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបើសិនជាមានគម្រោងចង់ស្នើឲ្យប្រដាល់លើវគ្គនេះអាចផ្ដល់ជា feedback របស់យើងនឹងយកទៅទៀតចូលសម្រាប់ចងក្រងជាមេរៀនសម្រាប់ការផ្ដល់ជូនដែរមួយពេលខ្លះអ្នកគិតចេះតែគិតប៉ុន្តែអាចថាអ្នកដែលចង់បានគាត់ចង់បានផ្សេងពីនោះយើងត្រូវការធ្វើការងាររួមគ្នានេះគឺជាអ្វីដែលខ្ញុំចង់បញ្ជូនសារស្វាគមន៍ទៅដល់អង្គពិធីសម្រាប់ថ្ងៃបិទវគ្គហើយនៅបង្គោលសញ្ញាបត្រជូនទៅដល់អង្គសហការទាំងអស់ដែលបានទៅចូលរួមវគ្គប្រដាល់របស់កម្មវិធីដែលយើងបានបង្កើតឡើងនៅក្នុងឆ្នាំ2025នេះហើយ2026យើងនឹងមានបង្កើតទៀតតាមអ្វីដែលខ្ញុំពិសាមួយលើកទៀតរីវិញគឺយើងនឹងមានបន្តទៀតចឹងហើយនេះយើងលើកទឹកចិត្តឲ្យមានការចូលរួមបន្ថែមចឹងខ្ញុំមានមតិស្វាគមន៍ប៉ុណ្ណេះជូនទៅដល់អង្គការសូមគោរពជូនពរដល់ខាងការទាំងអស់ដែលចូលរួមសូមទទួលបាននៅចំណេះដឹងហើយនឹងសូមឲ្យមានការចំណាយកម្មបន្ទាប់ពីចូលរួមវគ្គប្រដាល់នេះបានចប់ជាថាព័ត៌មាននេះបាទសូមអរគុណសូមអរគុណអង្គញាឈឹមគេអគ្គលេខាធិការនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាសម្រាប់មតិស្វាគមន៍ជូនអង្គពិធីជាបន្ទាប់នេះខ្ញុំសូមគោរពអញ្ជើញលោកជំទាវ ផលម៉ារីណាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលអញ្ជើញមកកាន់វេទិកាដើម្បីស្វែងរកអធិការទៅកាន់អង្គពិធីចាសសូមគោរពអញ្ជើញសូមគោរពអាដាមតាំងមន្ទីរអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលអង្គញាឈិនគេអគ្គលេខាធិការនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាលោកស្រីសេចក្ដីហេងសមាជិកគណៈកម្មាធិការបច្ចេកវិទ្យាឌីជីថលនៃសមាគមសហគ្រិនស្ត្រីកម្ពុជាសិក្ខាកាមទាំងអស់ជាទីរាប់អានថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសដែលទទួលបានការអនុញ្ញាតពីអាដាមបណ្ឌិតកុមារីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងឌីជីថលចូលថ្លែងសម្រាប់កថារាយការណ៍ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍធុរកិច្ចការចាត់វិជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជានារសៀលនេះក្រោមសម្ដីភាពរបស់អាដាមបណ្ឌិតតាំងមនីអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់អាដាមអង្គញាលោកស្រីនិងសិក្ខាកាមទាំងអស់ដែលបានចូលរួមផ្ទាល់នៅថ្ងៃនេះអាដាមអង្គញាលោកស្រីនិងសិក្ខាកាមទាំងអស់ក្នុងបរិការដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងឆាប់រហ័សនិងដោយផ្អែកលើតម្រូវការជាក់ស្ដែងសក្តានុពលធនធាននិងសមត្ថភាពទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជនសម្រាប់ការដណ្ដប់ទិសការអភិវឌ្ឍនិងដំណើរលើបរិវត្តកម្មឌីជីថលនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ2021-2035ដែលបានកំណត់យកនូវចក្ខុវិស័យការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនិងការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋទាំងពលរដ្ឋនិងទាំងធុរជនដើម្បីជំរុញសង្គមកំណើនសេដ្ឋកិច្ចថ្មីនៅលើកម្ពស់សុខុមាលភាពសង្គមតាមគន្លងប្រវត្តិភាពថ្មីដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើក្របខ័ណ្ឌគោលនយោបាយនេះបានកំណត់គោលដៅចម្បងចំនួន5រួមមាន1ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងដល់បដិវត្តកម្មឌីជីថល2ការកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល3ការកសាងពលរដ្ឋឌីជីថល4ការកសាងរដ្ឋាភិបាលឌីជីថលនិង5ការជំរុញធុរកិច្ចឌីជីថលអាដាមអង្គការលោកស្រីនិងសិក្ខាកាមទាំងអស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ធុរជនឆ្ពោះទៅកាន់បដិវត្តកម្មឌីជីថលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម FASMEC សមាគមសហគ្រិនស្ត្រីកម្ពុជា CWVA និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC បានរៀបចំកម្មវិធីបណ្តុះបណ្ដាលស្ដីពីការអភិវឌ្ឍធុរកិច្ចការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជាក្នុងគោលបំណងជំរុញការចាប់យកនិងបង្កើនចំណេះដឹងសមត្ថភាពនិងជំនាញឌីជីថលដល់ធុរជនកម្ពុជាជាពិសេសសហគ្រាសធុនមីក្រូតូចនិងមធ្យមកម្មវិធីនេះបានទទួលពាក្យដាក់ស្នើចូលរួមសរុបចំនួន166នាក់ក្នុងនោះមានសិក្ខាកាមប្រមាណ 74% នៃសិក្ខាកាមសរុបមកពីទីក្រុងភ្នំពេញនិងប្រមាណ 26% ទៀតមកពីបណ្ដាខេត្តផ្សេងៗគ្នាស្របតាមលក្ខខណ្ឌនិងគោលការណ៍ដែលបានកំណត់ក្រុមការងារនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលបានសម្រិតសម្រាលជ្រើសរើសសិក្ខាកាមចំនួន100នាក់ដើម្បីចូលរួមវគ្គបណ្តុះបណ្ដាលនេះនៅក្នុងដំណើរការនៃវគ្គបណ្តុះបណ្ដាលក្រុមការងារបានរៀបចំវគ្គតម្រង់ទិសកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2025នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចហើយក៏បានរៀបចំតេស្តសាកល្បងដើម្បីធ្វើការវាស់វែងនូវចំណេះដឹងនិងសមត្ថភាពរបស់សិក្ខាកាមមុននឹងឈានចូលដល់វគ្គបណ្តុះបណ្ដាលជាក់ស្ដែងការបណ្តុះបណ្ដាលត្រូវបានធ្វើឡើងតាមអនឡាញជារៀងរាល់ថ្ងៃពុធដែលផ្ដោតសំខាន់លើមេរៀនទាំង6គួបផ្សំជាមួយការសិក្សាក្នុងថ្នាក់រៀនជាមួយគ្រូបណ្តុះបណ្ដាលទាំង3លើកផងដែរពីមួយវគ្គទៅមួយវគ្គការសិក្សាបានដំណើរការទៅរលូននិងមានការចូលរួមសិក្សានិងចែករំលែកចំណេះដឹងយ៉ាងសកម្មហើយវគ្គបណ្តុះបណ្ដាលនេះត្រូវបានរៀបចំឡើងជាពីរក្រុមដែលក្រុមទី1មាន50នាក់ចាប់ផ្ដើមពីថ្ងៃទី23ខែកក្កដាឆ្នាំ2025និងក្រុមទី2មាន50នាក់ទៀតចាប់ផ្ដើមពីថ្ងៃទី3ខែកញ្ញាឆ្នាំ2025មុននឹងក្រោយរយៈពេល6សប្តាហ៍នៃការបណ្តុះបណ្ដាលនៃវគ្គនីមួយៗសិក្ខាកាមទាំងអស់ត្រូវបានតម្រូវឲ្យធ្វើការអង្កេត Pre and Post Training Survey ដើម្បីវាយតម្លៃសមត្ថភាពនិងចំណេះដឹងដែលសិក្ខាកាមទទួលបានមុននិងក្រោយឆ្លងកាត់វគ្គបណ្តុះបណ្ដាលលើមេរៀនទាំង6ជាលទ្ធផលសិក្ខាកាមបានវាយតម្លៃថាបានយល់ដឹងច្បាស់កម្រិតល្អនិងល្អណាស់អំពីការធ្វើទីផ្សារឌីជីថលមានការកើនឡើងពី 12.8% មុនទទួលបានការបណ្តុះបណ្ដាលកើនដល់ 55.8% ចំណែកឯការយល់ដឹងពីបច្ចេកវិទ្យាខ្លាំងកម្រិតល្អនិងល្អណាស់បានកើនពី 7.7% មុនទទួលបានការបណ្តុះបណ្ដាលកើនដល់ 44.2% ក្រោយទទួលបានការបណ្តុះបណ្ដាលការយល់ដឹងច្បាស់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្រិតល្អនិងល្អណាស់មានការកើនឡើងពី 0.03% មុនទទួលបានការបណ្តុះបណ្ដាលកើនដល់ 34.6% ក្រោយទទួលបានការបណ្តុះបណ្ដាលនិងការយល់ដឹងពីសមត្ថភាពឌីជីថលសម្រាប់សហគ្រាសកម្រិតល្អនិងល្អណាស់បានកើនពី 0.05% មុនទទួលបានការបណ្តុះបណ្ដាលដល់ 59.6% ក្រោយទទួលបានការបណ្តុះបណ្ដាលអាដាមអង្គការលោកស្រីសិក្ខាកាមទាំងអស់ខ្ញុំសូមមានតម្លៃខ្ពស់ដល់ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលនិងគ្រូបង្គោលនិងវាគ្មិនទាំងអស់សម្រាប់ការសម្របសម្រួលនិងរៀបចំតាក់តែងខ្លឹមសារបង្រៀនបង្កើតជាសកម្មភាពអនុវត្តផ្ទាល់បានយ៉ាងល្អប្រសើរតាំងពីដើមរហូតដល់ចប់ខ្ញុំក៏សូមចូលរួមអបអរសាទរទៅកាន់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការសិក្សាក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីការអភិវឌ្ឍធុរកិច្ចការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជាដែលជោគជ័យជាមួយគ្នានេះដែរខ្ញុំក៏សូមកោតសរសើរចំពោះកម្រិតនៃការចូលរួមនិងភាពយកចិត្តទុកដាក់ដែលបង្ហាញដោយក្រុមការងារនិងសិក្ខាកាមគ្រប់រូបនៅវគ្គបណ្តុះបណ្ដាលនេះ
ខ្ញុំក៏សូមលើកទឹកចិត្តដល់សិក្ខាកាមដែលមិនបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយប្រការផ្សេងបន្តខិតខំប្រឹងប្រែងនិងបន្តចូលរួមវគ្គបណ្ដុះបណ្ដាលដែលអគ្គលេខាធិការតាមគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលនឹងរៀបចំជាបន្តបន្ទាប់នាពេលខាងមុខទៀតខ្ញុំសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីបណ្ដុះបណ្ដាលនឹងនាំមកនូវបទពិសោធន៍ជាក់ស្ដែងពីអ្នកជំនាញនិងចំណេះដឹងថ្មីៗពីបច្ចេកវិទ្យានិងការធ្វើធុរកិច្ចតាមបែបឌីជីថលដែលបម្រើជាប្រយោជន៍សម្រាប់សម្រួលប្រតិបត្តិការនិងពង្រឹងការអភិវឌ្ឍធុរកិច្ចរបស់ខ្លួនមុននឹងបញ្ចប់ខ្ញុំសូមជូនពរអាដាមអង្គញាលោកស្រីនិងសិក្ខាកាមទាំងអស់នៅអង្គពិធីទាំងមូលសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លានឃ្លាតឡើយជាកិច្ចបញ្ចប់ខ្ញុំសូមគោរពអញ្ជើញអាដាមអង្គញាលោកស្រីនិងសិក្ខាកាមទាំងអស់ទស្សនាវីដេអូខ្លីស្ដីពីការរៀបចំនិងមតិចំណាប់អារម្មណ៍ចំពោះវគ្គបណ្ដុះបណ្ដាលខាងលើដូចតទៅនេះសូមអរគុណចំពោះតែវិធីឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយអាជីវកម្មគ្រប់វិស័យការចូលរួមរឿងបច្ចេកវិទ្យាថ្មីៗបានជួយឲ្យប្រទេសកម្ពុជាឈានរកសេដ្ឋកិច្ចឌីជីថលយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពប៉ុន្តែម្ចាស់អាជីវកម្មមួយចំនួនស្ទើរតែប្រឈមមុខក្នុងការប្រកបអាជីវកម្មរបស់ខ្លួនដើម្បីឆ្លើយតបនឹងបញ្ហានេះគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍធុរកិច្ចការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជាដែលមានគោលបំណងសម្រាប់ជំនួសពលគឺអនុវត្តចំណេះដឹងថ្មីៗសមត្ថភាពនិងយុទ្ធសាស្ត្រទីផ្សារដល់ម្ចាស់សហគ្រាសបន្តបណ្ដាលពីចំណេះដឹងថ្មីៗដែលទាក់ទងនឹងធុរកិច្ចឌីជីថលបច្ចេកវិទ្យាហិរញ្ញវត្ថុការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងសមត្ថភាពឌីជីថលសម្រាប់ម្ចាស់សហគ្រាសនិងឱកាសក្នុងការកសាងបណ្ដាញទំនាក់ទំនងនិងការចូលរួមជាមួយប្រព័ន្ធអភិវឌ្ឍធុរកិច្ចឌីជីថលនៅកម្ពុជាវគ្គបណ្ដុះបណ្ដាលនេះបានរៀបចំជាទីវគ្គនិងមានរយៈពេលដល់ទៅ8សប្តាហ៍ក្នុងនោះវគ្គទី1ចាប់ផ្ដើមពីថ្ងៃទី17ខែកក្កដាដល់ថ្ងៃទី28ខែសីហាឆ្នាំ2025វគ្គទី2ចាប់ផ្ដើមពីថ្ងៃទី3ខែកញ្ញាដល់ថ្ងៃទី17ខែតុលាឆ្នាំ2025ក្នុងនោះវគ្គបណ្ដុះបណ្ដាលគឺធ្វើឡើងតាមរយៈសម័យអនឡាញនិងផ្ទាល់ដែលទទួលបានការចូលរួមពីម្ចាស់សហគ្រាសធុនតូចនិងមធ្យមសរុបប្រមាណ10ទៅ100នាក់ចង់ដឹងថាតើវគ្គបណ្ដុះបណ្ដាលនេះទទួលបានចំណាប់អារម្មណ៍បែបណាសូមទស្សនាវីដេអូខ្លីសង្ខេបអំពីចំណាប់អារម្មណ៍របស់សិក្ខាកាមដែលចូលរួមទាំងអស់គ្នាតាមពិតទៅគោលបំណងដំបូងគឺមិនចាប់អារម្មណ៍កន្លងមកយូរដែរតាំងពីឆ្នាំមុនដែលខាងគណៈកម្មការសេដ្ឋកិច្ចឌីជីថលក៏មានវគ្គហើយគាត់ថា apply អត់ទាន់អញ្ចឹងឆ្នាំនេះក៏ពេលដែលនេះទៅគឺ apply ភ្លាមៗតែម្ដងហើយគោលបំណងនៃការចូលរួមនោះគឺថាឃើញប្រទេសរបស់តេទីមែនតើឌីជីថលសម្រាប់សហគ្រាសជាធម្មតាតែទៅក្នុងវគ្គ digital training វាស្របជាមួយនឹងនិន្នាការនៃការវិវត្តផ្នែកបច្ចេកវិទ្យារូបភាពបច្ចុប្បន្នក៏ដូចជាការជំរុញដល់រដ្ឋាភិបាលផងដែរអញ្ចឹងតើតើជាមួយនឹងអ្វីដែលយើងបានរៀនសូត្រជាមួយនឹងមុខវិជ្ជាដែលខាងស្ថាប័នបានផ្ដល់ឲ្យគឺវាស៊ីគ្នាជាមួយនឹងទស្សនវិជ្ជាជាក់ស្ដែងដែលយើងអាចទៅអនុវត្តក្នុងការរកស៊ីប្រចាំថ្ងៃហើយវាមានចំណេះដឹងជាច្រើនដែលគាត់ថាមានប្រយោជន៍សម្រាប់ការជំរុញអាជីវកម្មរបស់ខ្ញុំឲ្យកាន់តែចំណានជាងមុនបងប្អូនម្ចាស់អាជីវកម្មរបស់ជាពិសេសអ្នកដែលមានបំណងចង់យកអាជីវកម្មរបស់ខ្លួនឯងចូលទៅក្នុងវិស័យឌីជីថលឬក៏អ្នកដែលកំពុងតែធ្វើអាជីវកម្មដោយប្រើប្រាស់ប្រព័ន្ធឌីជីថលស្រាប់គឺអាចមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះបានមានការរាប់លើកម្មរបស់គណៈកម្មការសេដ្ឋកិច្ចដែលបានរៀបចំគឺយើងឃើញចំណុចមួយគឺយើងមានអនឡាញដែលអាចគាត់រៀនពីទ្រឹស្ដីគោលគោលហើយយើងមានមកអនុវត្តផ្ទាល់ដែលពួកគាត់អាចទទួលជុំគ្នាទាំងអាជីវកម្មប្រភេទដែលអ្នកជំនាញជំនួយដែលបានចូលរៀនក្នុងវគ្គនេះវាមានថាពួកគាត់បានទាំងការរៀនទ្រឹស្ដីទៅលើផ្នែកផ្ទាល់ក៏ដូចជាការដែលបរិយាផ្ទាល់និងអនុវត្តគ្រប់គ្រងនិងការដែលក្នុងក៏ដូចជាការកសាងនៅបណ្ដាញថាតែ network ឬក៏បណ្ដាញក្នុងការទៅប្រទេសក្នុងវិស័យដែលពួកគាត់កំពុងធ្វើដែរមានចំណុចសំខាន់មែនទែនព្រោះធម្មតាវិស័យសេដ្ឋកិច្ចគឺថាអាជីវកម្មពីឆ្អឹងខ្នងជាផ្នែកដ៏សំខាន់អញ្ចឹងខ្នាតតូចជុំនេះគឺជាការថាជំរុញមួយអញ្ចឹង program មួយនេះកម្មវិធីមួយនេះគឺបានជួយគាត់ជាតកក្នុងការពង្រីកចំណេះដឹងពួកគាត់កាន់តែប្រសើរឡើងជាធម្មតាតែគាត់ប្រសើរឡើងទៅលោកទៅគាត់ហើយសេដ្ឋកិច្ចមួយគាត់បានមានអញ្ចឹងគាត់ថាគឺជាកម្មវិធីដ៏ល្អមួយសម្រាប់ពួកគាត់នៅក្នុងការពង្រីកខ្លួនគាត់ហើយនិងសេដ្ឋកិច្ចកម្ពុជាបាទចា៎នេះខ្ញុំសូមគោរពអរគុណអាដាមលោកជំទាវអង្គញាលោកស្រីនាងកញ្ញានិងសិក្ខាកាមសម្រាប់ការទស្សនាវីដេអូចែករំលែកខ្លីអំពីបទពិសោធន៍សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
ជារបៀបវរៈបន្ទាប់នេះខ្ញុំសូមគោរពអញ្ជើញអាដាមបណ្ឌិតតាំងមុនលីអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលអញ្ជើញមកកាន់វេទិកាដើម្បីថ្លែងសន្ទរកថាបទទៅកាន់អង្គពិធីចាសសាក់ហើយគាត់ជម្រាបសម្រាប់ខាងខ្ញុំហ្នឹងប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងបង្ហាញពីសំណតបរបស់ខ្ញុំក្នុងវិធីដាក់របស់នេះតែម្ដងបាទជាបន្តសូមរកជំទាវផងមកអគ្គលេខាធិការរួមនៃអគ្គលេខាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital ញ៉ាឈិនកេងតំណាងសហព័ន្ធសមាគមសហគ្រាសធុរកិច្ចតូចនិងមធ្យមនៅកម្ពុជាលោកស្រីហេងសិទ្ធច័ន្ទហេងតំណាងសមាគមសហគ្រាសស្ត្រីកម្ពុជាតំណាងសមាគមសហគ្រាសវ័យក្មេងទីថាការអលោកសិទ្ធិដែលមានវត្តមាននៅទីនេះតទៅម្ដងហើយនេះខ្ញុំពិតជាមានកិត្តិយសយ៉ាងថ្លៃថ្លាដែលទទួលបានការចំណាប់ខ្ពស់ពីអាដាមបណ្ឌិតកុមារីបរិយាកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គរដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចធុរកិច្ច Digital ដែលបានអនុញ្ញាតឲ្យខ្ញុំចូលរួមនៅក្នុងកម្មវិធីបញ្ជាក់ប្រគល់វិញ្ញាបនបត្របណ្ដាលការវិវត្តធុរកិច្ចលើមូលដ្ឋានការចាប់យកជំនាញ Digital សម្រាប់សហគ្រាសនៅកម្ពុជាដោយតែអង្គការចេញកេងនិងលោកជំទាវផលបានបញ្ជាក់មួយនៅក្នុងសន្និដ្ឋាននេះហើយថានៅក្នុងដំណាក់កាលនៃរដ្ឋាភិបាលនីតិកាលទី7របស់រដ្ឋាភិបាលក្នុងអាណត្តិនេះតែម្ដងគឺយើងបានយកចិត្តទុកដាក់បន្ថែមទៀតក្រៅអំពីបាវចនាទាំង4ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណសម្រាប់ការអនុវត្តនៅក្នុងរដ្ឋាភិបាលអាណត្តិមុនគឺមានដូចជាបានដឹងហើយគឺមនុស្សផ្លូវទឹកភ្លើងហើយយើងបានថែមបច្ចេកវិទ្យាមួយទៀតជាបាវចនាចុងក្រោយដើម្បីអាចឲ្យសហគ្រាសប្រជាពលរដ្ឋទាំងរដ្ឋាភិបាលតែម្ដងចាប់យកបច្ចេកវិទ្យា Digital ក្នុងការធ្វើទំនើបកម្មអាជីវកម្មការផ្លាស់ប្ដូររបៀបមកធ្វើការនិងការផ្លាស់ប្ដូររបៀបមកធ្វើនៅជាដើមអញ្ចឹងហើយការរៀបចំសិក្ខាសាលាថ្ងៃនេះគឺយើងសហការចាំចិត្តស្និទ្ធនិងស្និទ្ធរមួតជាមួយនឹងសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាសមាគមសហគ្រាសវ័យក្មេងសមាគមសហគ្រាសស្ត្រីនៅកម្ពុជាដើម្បីអាចរៀបចំយ៉ាងបណ្ដាលឡើងរួមផ្សំជាមួយនឹងគ្រូបង្គោលគ្រូបង្វឹកយើងដែលស្ថិតនៅក្នុងវិស័យទូទៅតែម្ដងនៅត្រង់នេះខ្ញុំចង់បញ្ជាក់ថាសហគ្រាសធុនតូចមធ្យមក្តីសហគ្រាសទូទៅក្តីទាំងអ្នកសេដ្ឋកិច្ចបែបប្រព័ន្ធអ្នកសេដ្ឋកិច្ចក្នុងប្រវត្តិអស់តើតែជាចលករឬក៏អង្គភាពសេដ្ឋកិច្ចសំខាន់សម្រាប់ទ្រទ្រង់ទៅដល់តាមការកសាងសេដ្ឋកិច្ចនៅកម្ពុជាយើងដឹងហើយថាជាតួលេខមូលតែម្ដងយើងមានសហគ្រាសសរុបទាំងអស់ប្រហែលជាខ្ទង់ថា70ម៉ឺនសហគ្រាសនៅក្នុងប្រទេសកម្ពុជាតែពួកគាត់ទាំងអស់នោះហើយដែលជាអ្នកបំពេញនៅដំណើរការសេដ្ឋកិច្ចឬក៏អាជីវកម្មសព្វថ្ងៃដែលយើងកំពុងតែទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាតែម្ដងនៅក្នុងចំណោម70ម៉ឺននេះគឺមានប្រហែលជាតែ12ម៉ឺនទេដែលជាសហគ្រាសបានចុះបញ្ជីក្នុងទុនត្រឹមត្រូវតែក្នុងនោះយើងអាចតួលេខចុងក្រោយសម្រាប់ជាព័ត៌មានដល់អង្គការខាងលើរបស់ដែរគឺយើងមានសហគ្រាសធុនធំណាស់បាទនិយាយថា Light Enterprise នេះប្រហែលជាខ្ទង់ 6000 ធុនមធ្យមគឺមានប្រហែលជា 60000 ហើយធុនតូចប្រហែលជា 60000 ទៀតអញ្ចឹងក្រៅពីនេះគឺភាគច្រើនលើសនោះគឺជាសហគ្រាសទូទៅដែលយើងចាត់ថ្នាក់ថាជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយក្នុងន័យនេះរដ្ឋាភិបាលក៏បានលើកទឹកចិត្តផងដែរចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ហ្នឹងខ្ញុំជឿថាសេដ្ឋាកម្មលោកស្រីដែលជាតំណាងអាជីវកម្មម្ចាស់អាជីវកម្មដែលបានចូលរួមនៅក្នុងវគ្គបណ្ដាលប្រវត្តិនេះអាចខ្លះជាសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចខ្លះជាសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈទំហំនៃអាជីវកម្មរបស់ខ្លួនឯងដែរអញ្ចឹងបើសិនជាយើងគិតថាមានតម្រូវការឬក៏ចង់មានការកាន់តែធំគឺខ្ញុំគិតតែលើកទឹកចិត្តឲ្យបងប្អូនចូលមកក្នុងប្រព័ន្ធរបស់គ្នាបានថាចង់បញ្ជីក្រុមហ៊ុនត្រឹមត្រូវដើម្បីរដ្ឋាភិបាលមានច្បាប់អន្តរាគមន៍គោលការណ៍លើកទឹកចិត្តឲ្យផ្សេងនៅក្នុងអាជីវកម្មរបស់ខ្លួនបើមិនជាយើងស្ថិតនៅក្រៅប្រព័ន្ធក៏លើកទឹកចិត្តឲ្យចុះឈ្មោះក្នុងផ្នែកសេដ្ឋកិច្ចប្រព័ន្ធដែរដែលមានគណៈកម្មាធិការសេដ្ឋកិច្ចធុរកិច្ចឌីជីថលបានសហការជាមួយនឹង
ក្រសួងឧស្សាហកម្មវិស័យឯកជនរបស់គាត់ដើម្បីចុះឈ្មោះអ្នកទៅកិច្ចការប្រព័ន្ធនេះដើម្បីឲ្យយើងមានថាទីមួយថាជាអ្នកសេដ្ឋកិច្ចការប្រព័ន្ធហើយសូមបញ្ជាក់ឡើងពីថ្មីថាការចុះឈ្មោះទៅការប្រព័ន្ធសម្រាប់ធ្វើនេះលោកមានប្រសាសន៍មួយទៅហើយកាលនៅពេលដែលបើការចុះឈ្មោះនេះនៅខែធ្នូឆ្នាំ2024កន្លងទៅថាมันមានកំណត់តាមប្រទេសគុណដែរទេសូមឲ្យខ្ញុំមានអារម្មណ៍ណាបាទសូមខ្ញុំមានអារម្មណ៍ក្នុងការនិយាយគុណដែរគឺពីរដ្ឋាភិបាលមានគោលបំណងចង់ឲ្យតែបងប្អូនមានអាជីវកម្មមួយច្បាស់លាស់អាចលូតលាស់អញ្ចឹងភាពជោគជ័យរបស់បងប្អូនក៏ជាភាពជោគជ័យរបស់រដ្ឋាភិបាលផងដែរអញ្ចឹងនៅក្នុងនេះខ្ញុំគាត់ចង់បង្ហាញថានិយាយថាចង់សង្កត់ថាតើវាមានពាក់ព័ន្ធអីជាមួយនឹងរឿង digital រឿង digital គឺបើទៅនិយាយឲ្យខ្លីទៅវាគឺជានិន្នាការសកលលោកនិន្នាការតំបន់ហើយក៏មានបំផាស់ព័ន្ធនឹងនិន្នាការក្នុងប្រទេសកម្ពុជាផងដែរយើងដឹងថា digital គេទទួលស្គាល់ការចាប់យកពេញមកពិភពលោកទៅហើយក្រុមហ៊ុន digital ប្រភេទជាក្រុមហ៊ុនគេហៅថាក្រុមហ៊ុនតែជា digital ជា tech company មកបែបទៅតែជាសហគ្រាសអស់លោកស្រីបែបជាសហគ្រាសក្នុងការលក់ដូរផលិតខ្សែច្បាប់ផលិតកម្មខាងកសិកម្មខាងសេវាកម្មផ្សេងយើងអត់ត្រូវការខ្លាយទៅជាក្រុមហ៊ុនតែជា digital នោះទេប៉ុន្តែយើងមានតម្រូវការបញ្ញាគឺក្នុងការពង្រីកបទកម្មការអាជីវកម្មឲ្យបានកាន់តែប្រសើរជាងមុនតាមរយៈការប្រើប្រាស់នៅបច្ចេកវិទ្យា digital ដូចយើងបានរៀននៅក្នុងអ្នកបណ្ដាលនេះឧទាហរណ៍ដូចជារបៀបនៃការធ្វើមាតិកាផ្សព្វផ្សាយនៅក្នុងថ្នាក់បណ្ដាញសង្គមនៃថ្នាក់ e-commerce នេះវាជាមធ្យោបាយដើម្បីឲ្យផលិតផលរបស់យើងបានទៅដល់ប្រជាជនបានកាន់តែប្រសើរជាងមុនការទូទាត់សងប្រាក់ដើម្បីជួយសម្រួលអាជីវកម្មមិនចំណាយពេលវេលាទៅកាន់ធនាគារក្នុងការទៅរកសាយទៅមកលុយជាដើមបាទរួមទាំងមាន solution ជាច្រើនទៀតដូចជា POS system accounting HR inventory ក្នុងក្រុមដែលវាគ្រប់គ្រងទេថានេះគឺជាដំណោះស្រាយបច្ចេកវិទ្យា digital ដែលខ្ញុំគិតថាសឹងតែគ្រប់អាជីវកម្មគ្រប់ប្រភេទនឹងមានតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យារបស់នេះទាំងអស់អញ្ចឹងអ្វីដែលគេថានៃគណៈកម្មាធិការសេដ្ឋកិច្ចជួយកិច្ចបានធ្វើទៅពេលនេះគឺចង់ពង្រីកដែនចំណេះដឹងហ្នឹងថាអ្វីដែលអស់លោកស្រីកំពុងតែកំណត់កំពុងតែរៀបចំនៅក្នុងអាជីវកម្មរបស់ខ្លួនហ្នឹងបន្តរៀបចំទៅចុះប៉ុន្តែយើងចង់ពង្រីកនៅតែជា digital របស់នេះដើម្បីអាចឲ្យអាជីវកម្មកាន់តែលក់បានប្រសើរជាងមុនប្រើបុគ្គលិកតិចជាងមុនក្នុងការគ្រប់គ្រងអាជីវកម្មហើយអាចគ្រប់គ្រងសហគ្រាសទាំងមូលតាមរយៈប្រព័ន្ធអនឡាញតែម្ដងមិនសិនជាអស់លោកស្រីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងកណន័យទាំងការបោកពុនទាំងការទូទាត់ទាំងការពិនិត្យទៅលើ stock inventory ផ្សេងៗយើងអាចធ្វើបានទាំងស្រុងរួមទាំងយន្តការនៃការចាត់យក complaint បាទឬក៏ទំនាក់ទំនងជាមួយអតិថិជនរបស់បងប្អូនក៏មានប្រព័ន្ធបច្ចេកវិទ្យាក្នុងការដោះស្រាយទៅហើយអញ្ចឹងនេះជាអ្វីដែលគេថាទៅក្នុងធ្វើហើយខ្ញុំចង់និយាយថាក្នុងបែបខែនៃការចាប់យក digital នេះមិនមែនមានតែសម្រាប់ការថាគណៈកម្មាធិការសេដ្ឋកិច្ច digital គាត់ធ្វើទេនៅមានស្ថាប័នប្រទេសទៀតលោកក៏កំពុងតែធ្វើដូចគ្នាដែរដូចជាក្រសួងឧស្សាហកម្មក៏កំពុងធ្វើក្រសួងប្រាស្ទីទូរគមនាគមន៍ក៏កំពុងតែធ្វើស្ថាប័នមួយទៀតដែលខ្ញុំទទួលបទទៅដែរគឺចាំមណ្ឌលបន្តទៅថ្មីតែចូលហ្នឹងក៏លោកផ្ដល់ការបណ្ដុះបណ្ដាលដូចគ្នាទាំងអស់ដែរព្រោះដូចមកបញ្ជាក់យូរណាយើងមាន70,000សហគ្រាសដែលត្រូវបណ្ដុះបណ្ដាលអាហ្នឹងយើងមកតាទួលលេខសហគ្រាសផងបើសហគ្រាសហ្នឹងគាត់មានថ្នាក់ដឹកនាំកម្រិត C level បាទកម្រិតជាអ្នកគ្រប់គ្រងផ្ទាល់4-5នាក់បើយើងគោលទៅក៏មនុស្សចំប្រហែលមានអ្នកដែរយើងត្រូវការចូលរួមពីស្ថាប័នផ្សារនិងការបណ្ដុះបណ្ដាលនេះហើយមូលនិធិអភិវឌ្ឍជំនាញស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចនិងធនធានក៏លោកនឹងគ្រូផ្ដល់មូលនិធិបណ្ដាលផងហើយមូលនិធិនៃការចាត់យកតែជា digital ផងអ្វីដែលលោកជំទាវបានលើកនេះថាឥឡូវពេលដែលបញ្ចប់ផ្ទះហើយតែយើងធ្វើអីទៀតមិនចឹងបាទចប់ផ្ទះយើងយល់ហើយបាទឬក៏យើងអាចធ្វើ solution ណាមួយឧទាហរណ៍ក្រុមហ៊ុនណាមួយចុះទៅតាមគណនេយ្យចុះណាឧទាហរណ៍ហើយយើងចង់ប្រើតែពេលខ្លះយើងថានៅស្ទះស្ទើរគេឲ្យសារល្មមហើយចង់ប្រើគេអត់ឲ្យសារល្មមគេទុកសិនមករៀនចោលហ្នឹងអញ្ចឹង
អញ្ចឹងខ្ញុំលើកទឹកចិត្តថាអញ្ចឹងនៅក្នុងកម្មវិធីរបស់រដ្ឋាភិបាលតែមិនមែនក្នុងក្របខ័ណ្ឌរបស់ចាត់ថានេះពេលបច្ចុប្បន្ននេះតែថាឆ្នាំ3អាចមានដែរគេអាចមានបទគេហៅថា voucher scheme សម្រាប់ជួយដល់គេហៅ booster trigger ក្នុងឲ្យអស់លោកស្រីថាបានអាចចាប់យក solution នេះផងណាព្រោះឧទាហរណ៍ថាបើយើងចាប់យកក្រុមហ៊ុន POS system ណាមួយបើថាបានមានកញ្ចក់លើកទឹកចិត្តពិសេសថាអាចស្នើសុំកញ្ចក់ហ្នឹងម្ដងដើម្បីយកទៅប្រើបើតែនៅក្នុងការងារមកចាំដល់បន្តទៅមិនជួបយើងផ្ដល់ថវិកាខ្ទង់ប្រហែលជាខ្ទង់1.6 រៀល1.60 រៀល1.60 រៀលដល់ថាប្រហែល$400ដែរមិនទៅដើម្បីជួយឲ្យថាលោកស្រីអាចទៅទិញបណ្ដោះស្រាយវាអសរបែប cloud based មិនមែនទៅទិញ product of the sell ទេតែ cloud based វាច្រើនហើយយើងប្រើទៅក្នុងពេលមួយឆ្នាំហ្នឹងប្រើមិនអស់ផងព្រោះជាទូទៅ solution ហ្នឹងលើ cloud based ជាមធ្យមយើងប្រើប្រហែលជាខ្ទង់តែ$20ទេក្នុងមួយខែអញ្ចឹង$200 $240ហ្នឹងយើងអាចប្រើគ្រប់ក្នុងមួយឆ្នាំហើយក្នុងមួយឆ្នាំហ្នឹងយើងប្រហែលជាមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីតេស្តថារបស់ហ្នឹងអាចប្រើបានត្រូវជាមួយអាជីវកម្មរបស់យើងបានអញ្ចឹងយើងខ្វះខាតក្នុងការចាប់យកអាហ្នឹងឲ្យខ្លួនឯងហើយនឹងចាប់យកបច្ចេកវិទ្យា digital ដទៃទៀតដើម្បីមកបំពេញតម្រូវការអាជីវកម្មរបស់យើងផងដែរបាទហើយនៅក្នុងក្របខ័ណ្ឌរបស់មន្ទីរអវត្តជំនាញក៏លោកនឹងគ្រោងផ្ដល់ដូចជា$60,000រៀលតាមខ្ញុំដឹងមកណាសម្រាប់អ្នកសេដ្ឋកិច្ចខាងប្រព័ន្ធដែលគាត់ចង់ចាប់យកតែជំនាញ អញ្ចឹងមានន័យថាសូមផ្សព្វផ្សាយបន្ថែមលើកទឹកចិត្តឲ្យលើកទឹកចិត្តទៀតថាចូលរួមជាមួយនឹងបណ្ដាស្ថាប័នមានទីដែលកំពុងតែអនុវត្តការងារប្រវត្តិឬក៏ការងារចាប់យក digital នេះនៅក្នុងក្របខ័ណ្ឌរបស់អគ្គរដ្ឋាភិបាលក្តីក្នុងក្របខ័ណ្ឌដៃគូជាមួយនឹងខាងបណ្ដាសមាគមក្តីព្រោះសមាគមក៏លោកមានតែបណ្ដាគ្នាដែរតែនៅជាមួយនឹងក្រសួងឧស្សាហកម្មក្តីនៅជាមួយនឹងមន្ទីរអវត្តសហគមន៍អវត្តជំនាញមួយចាំដល់មន្ត្រីពេទ្យចូលជាមួយនឹងក្រសួងបរិស្ថានទូកែនៃគុំឆ្នោតស្រាប់ខ្ញុំចង់បញ្ជាក់ថានឹងខ្លីណាបាទហើយហេតុអីបានជាយើងត្រូវតែចាប់យកពេលមួយនេះយើងនិយាយអំពីថាយើងត្រូវនេះយើងដើម្បីបង្កើនអាជីវកម្មតែយើងកើតជាអាជីវកម្មប៉ុន្តែដំណាក់កាលនេះយើងដឹងទាំងអស់គ្នាថាសេដ្ឋកិច្ចនៅលើសកលលោកវាឈានដល់ចំណុចមួយដែលពិបាកនឹងពឹងផ្អែកបានខ្ញុំអាចទៅពីយ៉ាងចុះណាយើងមានការសហរដ្ឋអាមេរិកជាមួយនឹងសហគមន៍អឺរ៉ុបអត់បានគឺនឹងការរបស់ចិនជាមួយនឹងសហគមន៍ទីអត់បានហើយយើងឃើញហេតុអីសពបានតម្លៃមានឡើងដល់ថ្នាក់ហ្នឹងទៅសត្វតែមានមូលហេតុមួយគឺបើនិយាយថាគុណខ្លីកុំឲ្យវែងឆ្ងាយតែម្ដងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អនៅពេលដែលការពីមុនលុយដុល្លារថតទៅជាគេហៅថា reserve currency ណាបាទតែប្រទេសមួយណាក៏អាចទុកដែរជាតម្លៃនេះអញ្ចឹងមានន័យថាអ្នកណាមានដុល្លារតែនឹងដូចមានស្អីតម្កល់ដែរតែនៅពេលដែលដុល្លារចុះថោកដោយសារតែគេទៅបោះពុំលុយដុល្លារថៃបំណុលបរទេសកើតឡើងមកទៅ37-38 trillion ដែលធំជាង GDP របស់ប្រទេសទៀតទៅហើយតែមកវាធ្វើឲ្យប្រទេសមួយចំនួនបាត់បង់ទំនុកទឹកចិត្តដូចជាចិនចិនដាក់ដើមលុយបំណុលរដ្ឋរបស់តែពេញថាដល់អាមេរិកតែគាត់ក៏លួចហើយចាប់ដើមជាលុយមកវិញនៅជា physical asset បានថាគឺមានយ៉ាងណាតែបានជាចិនប្រមូលទិញមានធំតែម្ដងហើយចាប់ដើមដើម្បីអាចទប់ទល់ inflation ឬក៏តែ corona បានអាហ្នឹងយើងត្រូវតែអស់នេះបានអញ្ចឹងឥឡូវបើទៅយើងមើលពីនិយាយអញ្ចឹងខ្ញុំមិនថាចង់តែរំលែកឲ្យឆ្វេងឆ្ងាយប៉ុន្តែជាដំណោះស្រាយរបស់អាមេរិកគឺបើអាចជានឹងមូទៅកាន់ cryptocurrency ឬក៏ stable coin តែដល់ពេលកាលពីដើមឆ្នាំនេះគេបាន release នៅ Genius Act ដើម្បីអនុញ្ញាតឲ្យបាន stable coin ជា cryptocurrency ខ្ញុំតាមនិយាយថាតែកម្ពុជាអត់មានអនុញ្ញាតឲ្យ cryptocurrency នៅពេលដែលកំពុងតែនិយាយនេះបាទប៉ុន្តែតែខ្ញុំចង់បែបនេះគឺចង់បើកចន្លោះថាពិភពលោកវាប្រែប្រួលដល់ប៉ុណ្ណឹងហើយបច្ចេកវិទ្យា digital មិនដឹងថាវាដើរទៅអាមេរិកទៀតទេនៅពេលដែលស្ថានភាពសេដ្ឋកិច្ចវាកំពុងតែអត់នៅក្នុង stable ច្បាស់លាស់ចឹងបាទក៏ stable ហើយតែ stable coin អាចជួយបាន stable coin គឺជា cryptocurrency ដែលបែកដោយដុល្លារក្នុងមួយ coin គឺនឹងស្មើ1ដុល្លារអញ្ចឹងនៅពេលដែលគេ run stable coin មានន័យថាប្រទេសដទៃទៀតដែលធ្វើទំនិញធ្វើទំនាក់ទំនងកម្មជាមួយអាមេរិក
អាចទូទាត់ជាដុល្លារតាមធនាគារនឹងបានឬក៏អាចទូទាត់តាម stable coin នឹងបានព្រោះតម្លៃវាស្មើគ្នាមកដល់ស្មើនឹង coin មានតែអញ្ចឹងដល់ពេលភាសា stable coin វាងាយស្រួលក្នុងការផ្លាស់ប្ដូរ cross border data អត់មាន bank ជាងគាត់ទេអញ្ចឹងតម្លៃនៃការទូទាត់ថោកងាយស្រួលណាស់អញ្ចឹងមនុស្សនឹងត្រូវការមួយទៅអានហើយដើម្បី stable coin បានយើងត្រូវការ backup ដោយលុយ physical តែប្រកបជាដុល្លារហើយដើម្បីអាចទៅធ្វើលុយជាដុល្លារបានគឺយើងត្រូវទៅទិញបំណុលរបស់អាមេរិកទិញនឹងការបំណុលអញ្ចឹងបានជាដើម្បីអាមេរិកអាចដោះឲ្យមានតម្រូវការដុល្លារឡើងមកវិញតែចិនដើរមកជួបបាច់ជជែកទៅក្នុងក្រុមមកមានន័យថាអាមេរិកនឹង pro cryptocurrency គណៈដែលចិនជាមួយនឹងឥណ្ឌាជាមួយប្រទេសក្នុងអាហ្វ្រិកគេនឹង pro មាសហើយចិនបានបើកដំណើរការនៃកន្លែង exchange មាសនៅសៀងហៃធំបំផុតលើលោកហ្នឹងគឺក្នុងគោលបំណងដើម្បីមួយបើយើងនិយាយថាមួយកាត់ Bitcoin ជា reserve currency មួយកាន់មាសជា reserve currency មួយណាវិញវាបានដាក់វានឹងធ្វើទាំងអស់គ្នាហើយឋានៈពេលដែលសង្គ្រាមជាតិសង្គ្រាម AI បបោកាលណាយើងក៏ធ្លាប់បានស្គាល់បានដែរធម្មតាខាង AI គាត់ថានឹងចាំស្មែឥឡូវគឺ AI គឺដើរទៅមុខហើយក្រុមហ៊ុនធំប៉ុណ្ណាក៏ដោយតែមានអារម្មណ៍ AI ថាយើងគួរគ្នាយើងឃើញចាក់ស្ដែងក្រុមហ៊ុន Google ចង់លំអើនៅពេលដែល ChatGPT គាត់ចេញមកឆ្នាំ2021សន្លបើផងណាឥឡូវចំនួននៃការអ្នកប្រើប្រាស់ Google Search Engine ធ្លាក់ចុះខ្លាំងមកហើយដោយសារតែមាន AI មួយនេះជាមួយជាមួយគឺ AI ពួកគេហៅឈ្មោះវាគឺ capacity ណាយើងអាច search ដូច Google តែវា super convenient ហើយនឹងរកអ្វីដែលយើងបានឃើញភាសាចំនួនខ្ញុំបាននិយាយថាវិធីថាទីវាជាអ្នកដែលទៅលើ content នេះហ្នឹងអញ្ចឹងប៉ុន្តែ capacity នេះគឺសម្រាប់ក្នុងការជំនួសមក search engine ដែរបងបើថ្នាក់ហ៊ានឲ្យเป็น Google Chrome របស់ Google ក្នុងតម្លៃចាំ10 billion ដល់ឲ្យហ៊ានលក់តែយ៉ាងថាសាប់មានមូលហេតុបាននេះអញ្ចឹងគេថា Google ក៏ពុំតែភ័យខ្លួនពុកខ្លាចខ្លួនដូចជា Yahoo ជំនាន់ឆ្នាំ2000អញ្ចឹងអត់ទៅគេបោះបង់ចោលបាទអ្នកនៅក្នុងសង្គម tech យើងយល់ច្បាស់តែគាត់នេះសំខាន់ចោលថាយើងអត់ដឹងថាយើងគ្រប់គ្រងមិនទេហើយជាវិធវាដឹងអាដើរទៅមុខហើយមិនដឹងតែតាមផ្លូវមួយណាទេចាំមើលរបស់គ្នាប៉ុន្តែយ៉ាងណាមិញអ្វីដែលខ្ញុំចង់ឲ្យយល់តាមបន្ថែមគឺទោះបីជាពិភពលោកទៅក្រាស់ក៏ដោយអ្វីដែលយើងអាចពឹងផ្អែកបានគឺមានតែកសិកម្មផលិតកម្មខាងសេវាកម្មចំណេះបម្រើពីរហ្នឹងម្ហូបអាហារទៅហូបហើយវាគឺជាមូលធនដែលយើងអាចនៅរឹងមាំបានបើប្រទេសយើងជួបភ្លៀងបាត់ទៅតែដល់មកពិភពលោកក៏ដោយហើយជាវិធីរួមបានសម្រាប់ប្រជាជនកម្ពុជារបស់7លោកណាខ្ញុំต้องនិយាយថា Warren Buffett ទៅស្គាល់តែគាត់ជាឯក investor មួយផងតែគាត់ចាក់ឲ្យគាត់នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់គាត់ដកលុយគាត់តែសិនជាសេដ្ឋកិច្ចឥឡូវវាកំឡើងឯងបងប្អូននេះជាយ៉ាងតែកណាជា nature របស់ទាំងអស់មកគឺត្រូវក្រាស់មកវិញដល់ពេលយ៉ាងហើយមានន័យថាគាត់នឹងថា sell high លក់នៅពេលដែលថ្លៃតែគាត់លក់ stock អស់ហើយគាត់មានលុយនៅក្នុងដៃជាលុយសុទ្ធ$300 trillion ជាលុយសុទ្ធអត់ទិញ stock អត់ទិញមាសអត់ទិញអីជាលុយតែគេគេថាទុកលុយទៅអីបើលុយកុំតែអត់ប្រយោជន៍ទៅដែរក្នុងនេះគាត់មានន័យថានិយាយគាត់រំពឹងថាវានឹងក្រាស់មកទៅមកហើយគាត់នឹងទិញថោកទៅវិញបានថោកទៅវិញហើយមិនច្បាស់មួយតែគាត់ធ្វើ investment មិនច្បាស់ទី2គាត់នឹង invest នៅក្នុងវិស័យចំណីអាហារវិស័យផលិតកម្មសាមញ្ញចឹងប៉ុន្តែវាគឺជាតម្រូវការសម្រាប់មនុស្សរស់នៅប្រចាំថ្ងៃកាលពីឆ្នាំ2019ដល់18ប្រទេសវេណេស៊ុយឡាឡើង inflation ជិត 3% តែយើងឃើញក្នុងអ៊ីនធឺណិតគេគាត់ដាក់លុយមកបាច់ដូចកតាស់ហ្នឹងណាទិញបានតែកតាស់អនាម័យមិនអុំទេហើយต้องទិញដើម្បីឲ្យដោយសារតែ inflation ក៏ពេលកំពុងនិយាយនេះប្រទេសអាសង់ទីនមាន hyperinflation 200%បើប្រាក់ខែព្រាមនឹងត្រូវយកលុយទៅទិញញ៉ាំទៅទិញឲ្យបានទុកឲ្យហើយព្រោះនៅថ្ងៃស្អែកនឹងឡើងជាងទៅទៀតព្រោះវា 2% វាដាប់បុកផងឡើងរហូតអញ្ចឹងសំណាងដែលនៅកម្ពុជាយើង stable សហភាពម៉ាក្រូសេដ្ឋកិច្ចដោយសារតែគោលនយោបាយ2គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលគ្រប់គ្រងដោយគុណការថោកហើយនឹងគោលនយោបាយប្រៃថោកដែលគ្រប់គ្រងដោយវិជាជាតិក្នុងការទុនអតិថិផលអាហារហើយនឹងអត្រាតម្លៃនៃការផ្គត់ផ្គង់យើងដែលយើងនៅបន្តថេអញ្ចឹងណា
រហូតកន្លងមកណាសង្ឃឹមថាយើងអាចទទួលបានតទៅទៀតប៉ុន្តែណាតតែមកវិញគឺអាស្រ័យពឹងផ្អែកទៅលើបងប្អូនទាំងអស់គ្នាអស់លោកទាំងអស់គ្នាដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចណាក្នុងប្រព័ន្ធស្ដីខាងប្រព័ន្ធក្តីសកម្មភាពទាំងអស់នេះនឹងជួយឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើចរន្ត cash flow មានដំណើរការសកម្មភាពសេដ្ឋកិច្ចក៏មានតែផ្នែកខាងផ្គត់ផ្គង់ហើយនឹងតម្រូវការ supply and demand ហើយយើងបង្កើត digital ឲ្យជួបគ្នាទៅហើយក្នុងបរិការដែលយើងកំពុងតែមានជំនួសជាមួយនឹងប្រទេសជិតខាងយើងនេះផងភាពជាម្ចាស់និងក៏ភាពជាខ្មែររបស់យើងនឹងខ្ពស់ជាងមុនយើងនឹងជំរុញតាមលទ្ធផលនេះខ្ពស់ជាងមុនអញ្ចឹងសំណួរនៅតាមអស់លោកស្រីមានកម្លាំងផលិតប៉ុណ្ណាមានកម្លាំងស្រូបយកប៉ុណ្ណាធម្មតាក៏ទៅថ្លៃដែរទេបន្តិចទៀតក្រសួងពាណិជ្ជកម្មឧស្សាហកម្មនឹងចុះតម្លៃនៃការចុះបខបាទអត្តលេខនៅលើកបទឹកសពលើនំចំណៃហ្នឹងគាត់នឹងចុះមកស្នើសុំមកទូទៅកិច្ចទៅក្រសអន្តរាគមន៍ដែរហ្មងអង្គមកជួយសម្រួលថាស្រួលមកវាមិនស្រួលដល់ថ្នាក់អត់សោះហើយមិនដែរសម្រួលជាមុនឆ្ងាយដើម្បីជួយឲ្យអស់លោកស្រីមានកម្លាំងក្នុងការធ្វើជាការមកខ្លួនហើយបងមកវិញជាទូទៅរបស់អស់លោកស្រីក៏ដូចជាបទនាភាពសេដ្ឋកិច្ចរបស់គឺថាបាទតែខ្ញុំមានតែប៉ុណ្ណេះទេមានតែសូមផ្ដាំថ្ងៃចុងក្រោយសូមយកចំណេះជំនាញដែលបានរៀនសូត្របន្ថែមនេះទៅការបន្តអាជីវកម្មរបស់ខ្លួនបើចេះមិនទាន់ច្បាស់សូមចូលរួមនៅវគ្គបន្ទាប់មកទៀតព្រោះយើងនឹងរៀបចំច្រើនខាងទៀតនៅក្នុងឆ្នាំ2024ខាងមុខនេះបើចេះខ្លះហើយមិនស្ទាក់ស្ទើរមិនហ៊ានដាក់លុយវិនិយោគក្នុងការទិញ solution ក៏មកចាត់តស្ថាប័នដែលមានសមាជិករបស់នេះដែរយើងនឹងជួយតពីវាជា incentive fund ដើម្បីមួយឆ្នាំដំបូងអាចធ្វើបានហើយបើសិនជាមានវិនិយោគហើយវានឹងការចាត់ស្ដែងអានោះក៏យើងមានការប្រឹក្សារបស់ថាតើស្ថាប័នបរិស្រីឬក៏អាជីវកម្មគួរចាត់យកនេះទៅមុនទេក្នុងវិស័យ digital បាទហើយនៅពេលនេះក៏ឃើញលោកជីវកម្មហ្នឹងដែរពេកគឺគាត់មួយដែរណាថានៅក្នុងពេលជំនួសនេះខ្ញុំផ្លាស់ចូលបានទៀតមុនបាត់Google Map ហ្នឹងតែ Google Map ហ្នឹងមកក៏យើងទៅចេះដែរដើម្បីដាក់អាជីវកម្មយើងទៅនឹងទីតាំងយើងទៅនឹងគេសំសើគេទៅអីមកដល់ពេលតែ Google Map ហ្នឹងណាក៏ដាក់បានដែរដល់ពេលអញ្ចឹងហើយប្រទេសជិតខាងយើងនេះដូចជួបគ្នាហ្នឹងគេវត្តមកអានេះបាក់បោកទី1បាក់បោកទី2ក្នុង Google Map យើងហ្នឹងគេបង្កើតឲ្យ Messi មកហើយថាខាងនោះទៀតយើងច្រើនជឿគេបង្កើតក្នុងច្រើនគេរេដល់ពោះរេដល់យើងមកខនមែនតើវាអស់ដូចចំនួននៅក្នុង cyberspace ហ្នឹងបាទចឹងថាឥឡូវលោកជីវพัฒน์ឃើញក្រសួងបរិស្ថានទូកម្មគុំលោកចាត់ជាតំណាងមួយដើម្បីជួយហ្វិកបញ្ហារបស់ហ្នឹងចឹងបើសិនជាអស់លោកស្រីដែលមានអាជីវកម្មដាក់ក្នុង Google Map ហើយស្រាប់តែឃើញរបស់ខ្លួនឯងទៅល្អឬក៏ឃើញអាជីវកម្មជុំវិញហ្នឹងមានឈ្មោះថៃមានឈ្មោះប្រភេទបាក់កប្រភេទអីដែលចម្លែកហ្នឹងអាចរៀបការទៅជូនលោកជីវพัฒន៍បានគឺយើងនឹងចុះព្រមបាច់ទៅដើម្បី set ឲ្យក្នុង Google ក្នុងការជួយដោះស្រាយបញ្ហាទាំងអស់ហ្នឹងព្រោះវាមានជាព័ត៌មានប៉ុន្តែសម្រាប់ជាព័ត៌មានខ្លាំងណាស់ដែលបង្កើតឲ្យមានចលនាចលនៅក្នុងការស្វែងរកអាជីវកម្មអីផ្សេងៗនៅក្នុង Google ហ្នឹងហើយជាព័ត៌មានមួយតូចទេថាចំណេះដឹងហ្នឹងក៏មានដែរតាមរយៈអញ្ចឹងតែយើងមានអ្នកជួយគេគូបន្តទៀតអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះទេបាទសូមជាក្រុមហើយសូមថ្លែងអំណរគុណចំពោះសហព័ន្ធសមាគមសហគ្រិនតូចនិងមធ្យមនៅកម្ពុជាសមាគមសហគ្រិនវ័យក្មេងសហគមន៍ស្ត្រីកម្ពុជាដែលបានសហការជាមួយការដ្ឋានដូចជាបុគ្គលិកសហការីរបស់ការដ្ឋានទាំងអស់ដែលបានទឹកដាក់ក្នុងការប្រកួតអនុវត្តកម្មវិធីរបស់ការដ្ឋាននេះក្នុងរយៈពេល2-3ខែកន្លងមកនេះគ្រូបង្វឹកក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀតក្នុងការសិក្ខាកាមរបស់ដែលជួយចិត្តហើយបន្តជំនះពេលវេលាដែលមានតម្លៃអតិថិជនរបស់យើងមកចូលក្នុងការបណ្ដាំនេះខ្ញុំសូមជូនពរជំទាវអង្គញាអនុស្រីឲ្យទទួលរកស៊ីមានបានជោគជ័យក្នុងកិច្ចការងារនៃស្ថាប័នគ្រប់គ្រងគ្រួសារនិងទទួលបាននៅប្រព័ន្ធអភិវឌ្ឍគឺអាយុវណ្ណៈសុខៈពលៈកុំបីជំរាបឡើយសូមប្រកាសថាបិទវគ្គបរិដានឹងចាប់ដើមពិធីប្រគល់វិញ្ញាបត្រជាគណៈបរិដានៃការបរិដាការបទូតកិច្ចដោយមូលបត់ការចាប់យកពីវិធររបស់ថាទៀតទៅកម្ពុជាតែពីនេះក៏សោះអរគុណអ្នកនាំមកតាំងវលីអត់ល្អបាទ
ចាសូមបងដែលបានសកម្មកម្មដែលបានថតរូបរួចមេត្តាសម្រួលអេយ៉ាបតនៅរងចាំបន្តិចសិនហើយខ្ញុំសូមអញ្ជើញបងនៅជួរទី2ទៀតអញ្ជើញឡើងមកវេទិកាដើម្បីថតរូបអនុស្សាវរីយ៍ អត់ឡើងទេបាននេះមិនឡើងបានអត់ឡើងជួទី3ទៅទៅមកបងចាសូមបងនៅជួរបន្ទាប់ទៀតអញ្ជើញឡើងមកកាន់វេទិកាដើម្បីធ្វើការថតរូប ចាសូមបងជួរខាងមុខខាងឆ្វេងដៃខ្ញុំមេត្តាត្រៀមខ្លួនដើម្បីឡើងទៅកាន់វេទិកាដើម្បីថតរូបអនុស្សាវរីយ៍ជាមួយនឹងគណៈអធិបតី យ៉ាបាត់ ចាសូមបងនៅជួរបន្ទាប់មេត្តាត្រៀមខ្លួនឡើងមកកាន់វេទិកាដើម្បីថតរូបអនុស្សាវរីយ៍ចាសូមអរគុណ ចាចុងក្រោយនេះខ្ញុំសូមអញ្ជើញបងសកម្មកម្មដែលនៅខាងចុងក្រោយគេឡើងមកកាន់វេទិកាដើម្បីថតរូបអនុស្សាវរីយ៍ ចានេះខ្ញុំសូមអញ្ជើញសកម្មកម្មទាំងអស់ដើម្បីឡើងមកកាន់វេទិកាដើម្បីថតរូបជុំគ្នាមួយទៀតចាដើម្បីថតរូបជាអនុស្សាវរីយ៍ចាអាចអញ្ជើញទៅ